នេះគឺជាវីដេអូសម្រាប់អ្នកសិក្សាភាសាអង់គ្លេសនៅក្នុងវីដេអូនេះខ្ញុំសូមលើកយកវេយ្យាករណ៍មកធ្វើការបញ្យល់ដែលតាក់ទងទៅនឹងកិរិយាសព្ទបូកជាមួយនឹង s នៅក្នុងកាលបច្ចុប្បន្នកាលធម្មតាឬ present simple កិរិយាសព្ទភាគច្រើនត្រូវបានគេថែម s នៅពេលដែលប្រើប្រាស់ជាមួយនឹងប្រធានដែលជាបរិបទទី3ឯកវចនៈនេះគឺជាការបែងចែកសព្វនាមទៅជាបរិបទទី1បរិបទទី2និងបរិបទទី3ដែលទី1 I គឺជាបរិបទទី1ឯកវចនៈទី2 we គឺជាបរិបទទី1ដែរក៏ប៉ុន្តែគឺជាពហុវចនៈទី3 you គឺជាបរិបទទី2ឯកវចនៈទី4គឺ you ជាបរិបទទី2ពហុវចនៈគឺមានន័យថា you ជាឯកវចនៈផងជាពហុវចនៈផងទី5 he គឺជាបរិបទទី3ឯកវចនៈប្រើប្រាស់សម្រាប់បុរសទី6 she គឺជាបរិបទទី3ឯកវចនៈប្រើសម្រាប់ស្ត្រីទី7 it គឺជាបរិបទទី3ឯកវចនៈទី8 they គឺជាបរិបទទី3ក៏ប៉ុន្តែជាពហុវចនៈនៅក្នុងកាលបច្ចុប្បន្នកាលធម្មតាឬ present simple កិរិយាសព្ទប្រែប្រួលជាមួយនឹងប្រធានដែលជាបរិបទទី3ឯកវចនៈគឺ he she ហើយនឹង it ឧទាហរណ៍ he eats chicken for breakfast គាត់ញ៉ាំសាច់មាន់សម្រាប់អាហារពេលព្រឹកទី2 she drinks coffee នាងផឹកកាហ្វេទី3 he works from Monday to Friday គាត់ធ្វើការពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រទី4 she plays football នាងលេងបាល់ទាត់ទី5 he cleans his bedroom គាត់សម្អាតបន្ទប់គេងរបស់គាត់ទី6 he likes chicken and beef គាត់ចូលចិត្តសាច់មាន់និងសាច់គោទី7 she opens the door នាងបើកបង្អួចទី8 he speaks English well គាត់និយាយភាសាអង់គ្លេសបានយ៉ាងល្អទី9 she reads a book នាងអានសៀវភៅមួយក្បាលនិងទី10ចុងក្រោយនេះ he listens to music គាត់ស្ដាប់តន្ត្រីសូមបញ្ជាក់ថានៅក្នុងបច្ចុប្បន្នកាលធម្មតាឬ present simple កិរិយាសព្ទប្រែប្រួលតែជាមួយនឹងប្រធានដែលជាបុរសទី3ឯកវចនៈ he she និង it តែប៉ុណ្ណោះចំណែកប្រធានផ្សេងទៀតកិរិយាសព្ទនឹងមិនប្រែប្រួលនោះទេហើយការប្រែប្រួលរបស់កិរិយាសព្ទជាមួយនឹងប្រធានដែលជាបុរសទី3ឯកវចនៈនេះមិនមែនមានតែថែម s តែមួយមុខនោះទេពេលខ្លះវាមានករណីផ្សេងៗទៀតដែលខ្ញុំនឹងធ្វើការបញ្យល់នៅក្នុងវីដេអូក្រោយៗទៀតសាកល្បងស្វែងរកកិរិយាសព្ទដែលថែម s ដោយខ្លួនឯងរួច comment នៅខាងក្រោមជួបគ្នានៅក្នុងវីដេអូបន្ទាប់